បន្ទាប់ពីបានជ្រាបអំពីបច្ចេកទេសក្នុងការដំឡើងប្រព័ន្ធមេទឹកនិងភ្លើងនៅក្នុងវគ្គមុនថ្ងៃនេះខ្ញុំនឹងនាំលោកអ្នកទៅពិនិត្យមើលដំណាក់កាលចុងក្រោយនៃការសាងសង់របស់យើងដែលអាចហៅថាជាការងារ finishing work នេះគឺជាដំណាក់កាលដែលយើងសម្រិតសម្រាំងបំផុតដើម្បីប្រែក្លាយគ្រោងអគាររបស់យើងឲ្យទៅជាគេហដ្ឋានដ៏ប្រណិតនិងមានភាពរឹងមាំមុននឹងប្រគល់សោជូនទៅកាន់អតិថិជនក្នុងការរៀបឥដ្ឋនិងជញ្ជាំងបូកយើងមិនត្រឹមតែបូកឲ្យមានផ្ទៃរាបស្មើតែប៉ុណ្ណោះទេប៉ុន្តែយើងប្រើបច្ចេកទេសចាប់ជ្រុងសសរនិងកែងដោយប្រើជ័រដើម្បីធានាបាននៃជ្រុងនីមួយៗមានសភាពស្មើត្រង់ស្អាត 100% ការធ្វើបែបនេះគឺដើម្បីកុំឲ្យជញ្ជាំងមានសភាពរលោកដែលជួយឲ្យការរៀបចំដំឡើងទូអេវ៉ាន់ឬការដេគ័រផ្សេងៗមានសភាពងាយស្រួលនិងមានសោភ័ណភាពល្អខ្ពស់បំផុតក៏ដូចគ្នានោះការងារពីដានត្រូវបានដំឡើងដោយប្រើគ្រោងឆ្អឹងកម្រិតស្តង់ដារខ្ពស់និងតាមទីតាំងដែលត្រូវប្រើប្រាស់នីមួយៗជាពិសេសទីតាំងបន្ទប់ទឹកនិងផ្ទៃខាងក្រៅនៃផ្ទះដើម្បីធានាបានភាពរឹងមាំមិនយាយធ្លាក់គុណភាពប្រើប្រាស់យូរអង្វែងនិងម៉ូដទាន់សម័យសម្រាប់ផ្នែកដំបូលយើងប្រើប្រាស់គ្រឿងបង្គុំដែកនិងក្បឿងដែលមានគុណភាពព្រមទាំងបច្ចេកទេសក្នុងការដំឡើងទៅតាមស្តង់ដារយ៉ាងហ្មត់ចត់បំផុតជាពិសេសការក្រាលសន្លឹកស័ង្កសីលាតមុនប្រក់ក្បឿងដែលជាចំណុចការពារមួយកម្រិតទៀតប្រសិនបើមានការលិចជ្រាបក្នុងប្រការណាមួយអ្វីដែលពិសេសបំផុតនោះគឺយើងបានធ្វើតេស្តទឹកដោយធ្វើការបាញ់សាកល្បងទឹកពីខាងលើដំបូលការធ្វើតេស្តបែបនេះមានសារៈសំខាន់ណាស់ដើម្បីធានាថាផ្ទះរបស់លោកអ្នកនឹងមិនមានបញ្ហាលិចជ្រាប 100% ចុងក្រោយគឺការងារលាបថ្នាំដែលប្រើប្រាស់ថ្នាំលាបប្រភេទស្តង់ដារអឺរ៉ុបដែលមានសមត្ថភាពការពារកម្ដៅថ្ងៃនិងធន់នឹងសំណើមបានយ៉ាងល្អក្រោយការសម្អាតជាចុងក្រោយរួចរាល់គេអាឋានដ៏កក់ក្ដៅនេះនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រគល់ជូនអតិថិជនរបស់យើងនៅបូរីមានជ័យ Residence រាល់ជំហាននៃការសាងសង់គឺជាភាពជឿជាក់និងគុណភាពរស់នៅដ៏យូរអង្វែងរបស់លោកអ្នកយើងមិនត្រឹមតែផ្ដល់ជូនផ្ទះដែលស្អាតប៉ុណ្ណោះទេប៉ុន្តែយើងបានរៀបចំរបងសួនបៃតងនិងប្រព័ន្ធបំភ្លឺផ្លូវដើម្បីបង្កើតជាសហគមន៍រស់នៅដែលមានផាសុកភាពនិងសុវត្ថិភាពបំផុតសម្រាប់គ្រួសាររបស់លោកអ្នក